ចូលចិត្តទៀនក្អូបតែអត់ចង់ទៅទិញទៀនក្អូបដែលគេធ្វើឲ្យស្រាប់ៗទេចោះបើយើងមករៀនធ្វើទៀនក្អូបដោយខ្លួនឯងវិញមិនដែរសួស្តីអ្នកនរគ្នាខ្ញុំគីមឈីមួយរយៈក្រោយនេះគឺខ្ញុំចាប់អារម្មណ៍នឹងទៀនក្អូបខ្លាំងមែនតើហើយចៃដន្យអីនៅ Crack Cambodia គឺគាត់មាន workshop ធ្វើទៀនក្អូបល្មមចង់ដឹងថាខ្ញុំធ្វើទៀនក្អូបបែបណាតើយើងទៅមើលទាំងអស់គ្នាជាដំបូងខ្ញុំមកជួបបងនៅនឹងសិនដើម្បីឲ្យគាត់ជួយណែនាំហើយចឹងនៅខាងមុខហ្នឹងគឺ studio របស់យើងដែលយើងមានជា activity សម្រាប់ភ្ញៀវគាត់អាចចូលរួម painting ឬមួយក៏គាត់ធ្វើ clay ធ្វើអីមួយមិត្តភ័ក្តិជុំគ្នាពេលដែលមកដល់ខាងគាត់ក៏មានជាសភៅសម្រាប់ឲ្យយើងជ្រើសរើសម៉ូដដែរតែដោយសារតែខ្ញុំមានម៉ូដទៀនដែលចង់ធ្វើស្រាប់ហើយខ្ញុំក៏បានបង្ហាញប្រាប់គាត់ហ្មងទៅមុនដំបូងដែលយើងធ្វើ iDring យើងត្រូវយក web នេះមកបិទជាមួយនឹង sticker សិនបិទឲ្យចំកណ្ដាលកែវហើយយើងយកឈើនេះដាក់ចូលដើម្បីរក្សាលំនឹងទៀនបន្តតិចគឺយើងយក soy wax ឬក៏ទៀនកមួនយើងដួសពីកូនចានកន្លះទៅហើយយើងដាក់រំលាយវាឲ្យរលាយសព្វល្អឲ្យខាច់ជាទឹកទៅតែដោយសារតែចាំរៀងយូរដែរអញ្ចឹងឥឡូវយើងមកកាត់ gel wax នេះជាដុំទឹកកកសិនមកអូខេឥឡូវនេះខ្ញុំកាត់ហើយខ្ញុំដាក់ចូលកែវពេលដែលលីខាច់ជាទឹកហើយយើងវាស់កម្ដៅម្ដងវាស់ឲ្យបាន85អង្សាសេទើបគ្រប់ចំនួនតែពេលដែលវាស់ហ្នឹងយើងត្រូវកូរបដាវាស់បដាផងខ្ញុំបានច្រើន83 84ទេចិត្តបាន85អីចឹងទៅប៉ុន្តែដោយសារខ្ញុំស៊ូបោហើយគាត់ថាអត់អីទេដល់85ក៏យើងអាចធ្វើទៀនយើងបានដែរតបមកទៅយើងចាក់ក្លិននឹងពណ៌ចូលមិញបងប្រាប់ថាដាក់6ដំណក់ដោយសារតែខ្ញុំធ្វើអាយឡាតេអញ្ចឹងខ្ញុំត្រូវដាក់ពណ៌ប្រោនចូលអញ្ចឹងដូចអ្នកនរគ្នាបានមើលមិនអញ្ចឹងខ្ញុំបានលាយពណ៌ប្រោនហើយខ្ញុំច្រឡំសួរបងថាបងមានពណ៌សអត់លាយជាមួយទៀនមួយទៀតអញ្ចឹងណាព្រោះដោយសារអាយឡាតេយើងមិនមានពណ៌ប្រោនផងហើយនឹងមានពណ៌សផងត្រូវអត់តែខ្ញុំច្រឡំខ្លាំងមែនតើហ្មងតាមពិតទៀនហ្នឹងពេលដែលវាកកទៅគឺវាជាពណ៌សអូតូហ្មងយើងមិនចាំបាច់លាយពណ៌លាយអីទេរងចាំឲ្យរៀងត្រជាក់បន្តិចសិនបានយើងចាក់ចូលបានបើចាក់ចូលភ្លាមវាលាយដុំទឹកកកយើងហើយការធ្វើទៀនក្អូបមួយនេះគឺខ្ញុំធ្វើសម្រាប់ដាក់បន្ទប់គេងរបស់ខ្ញុំឲ្យមានក្លិនកាន់តែក្រអូបធម្មតាបើបន្ទប់គេងយើងក្អូបហើយអារម្មណ៍យើងក៏កាន់តែល្អដែរហើយហាងគាត់ក៏មិនមែនមានតែ workshop ដែរតែក៏មានលក់សម្ភារៈកូនក្មេងសម្ភារៈ DIY អាតនិងសម្ភារៈធ្វើទៀនផ្សេងៗទៀតផងដែរពេលនេះខ្ញុំបានរៀនធ្វើទៀនក្អូបហើយចុះអ្នកទាំងអស់គ្នាវិញចង់សាកមករៀនធ្វើទៀនក្អូបដល់ខ្លួនឯងដែរអត់ជួបជាមួយខ្ញុំគីមធីនៅវីដេអូក្រោយបាយបាយ